បាទអញ្ចឹងយើងអាចបន្ទាប់នៅក្នុងវីដេអូនេះយើងនិយាយគ្នាអំពីការជួលអញ្ចឹងដើម្បីធ្វើការជួលបាន make sure ថាយើងបានបង្កើត property បាទហើយយើងមាន property available បាទហើយប្រភេទរបស់វាគឺសម្រាប់ rent បាទអញ្ចឹងបើ sell វាបានតែ sell នៅក្នុងផ្នែកនេះទេអត់អាចជួលបានទេអញ្ចឹងបើសិនជាយើងត្រូវការបដូរវាយើងចុចនៅលើកន្លែងនេះ edit យើងបដូរវាទៅជា sell បាទហើយ status យើងអាចដាក់នៅទំនេរសិនបាទយើងយក rent សំទោសហើយកន្លែងនេះតើយើងជួលមួយខែប្រហែលបាទបើយើងត្រូវការបដូរយើងបដូរវានៅកន្លែងហ្នឹងបាទយើងត្រូវការបដូរនៅហ្នឹងបាទអញ្ចឹងវានឹងទៅជា foreign វានឹង available នៅក្នុងកន្លែងជួលនេះបាទអញ្ចឹងយើងចុចទៅកន្លែងជួលប៉ុន្តែមុនពេលនឹងជួល make sure ថាយើងមាន customer យើងបានបង្កើត customer នៅកន្លែងហ្នឹងបន្ថែម customer បាទអញ្ចឹងខ្ញុំមានវីដេអូទាក់ទងជាមួយនឹងការបង្កើត customer ហើយបើសិនជាការជួលនោះមាន seller ទៀតគឺយើងត្រូវបង្កើត seller នៅកន្លែងនេះហើយខ្ញុំក៏មានវីដេអូធ្វើពីកន្លែងហ្នឹងដែរបាទអញ្ចឹងយើងបកទៅកន្លែង rental វិញសន្មតថាយើងមាន customer យើងមានseller បាទយើងមាន property សម្រាប់ជួលរួចហើយអញ្ចឹងយើងចូលក្នុង rental អញ្ចឹងស្រាប់ថាអូខេថ្ងៃនេះគេចូលមកជួលហើយអញ្ចឹងចូលមកជួលគឺយើងចុចលើ create យើងរើសយក property ណាដែលយើងត្រូវការជួលឧបមាថា2002 customer មួយណាបាទសំតារាបាទអញ្ចឹងវានឹងចេញមកថាជួលមួយខែប្រហែលតែយើងអាចកែប្រែវាបានឧទាហរណ៍ថាកាត់ជួលតែ500ទេមួយខែ number of booking month តើគាត់កក់ប្រហែលខែឧទាហរណ៍ថាគាត់កក់មួយខែវានឹងចេញ$500កក់$500ព្រោះគាត់កក់មួយខែ amount ហ្នឹងណាបាទអានេះសាច់ប្រាក់ដែលគាត់ត្រូវកក់បាទបើសិនជាគាត់ថាយើងថាកក់2ខែវានឹងឡើង$1000អញ្ចឹង system វា calculate ឲ្យយើងអញ្ចឹងឧទាហរណ៍ថាតែមួយខែទេគាត់កក់មួយខែតមក total rental month តើគាត់ជួលប្រហែលខែជួល10ខែឧទាហរណ៍អញ្ចឹង10ខែអញ្ចឹងសរុបទៅគឺគាត់ជួលអស់$5000បើគាត់នៅគ្រប់រយៈពេល10ខែហ្នឹងអញ្ចឹង system គាត់នៅវា calculate ឲ្យយើងតមកគឺ booking date តើគាត់ជួលក្នុងគាត់ចូលមកធ្វើកុងត្រាជាមួយយើងហ្នឹងថ្ងៃណាថ្ងៃហ្នឹងយើងរើសយកថ្ងៃហ្នឹងបាទយើងបង្កើតថ្ងៃណាយើងរើសយកថ្ងៃហ្នឹងតមកតើគាត់ចូលស្នាក់នៅថ្ងៃណាបាទចូលស្នាក់នៅថ្ងៃហ្នឹងឬក៏ពេលណាឧទាហរណ៍គាត់ booking ថ្ងៃហ្នឹងគាត់ចូលស្នាក់នៅថ្ងៃហ្នឹងយើងដាក់ check in ថ្ងៃហ្នឹងបាទយើងរើសយកថ្ងៃហ្នឹងដែរសំទោសរើសយកថ្ងៃហ្នឹងអញ្ចឹង system វា calculate ឲ្យយើងថា check out ច្បាស់ជាថ្ងៃទី10ខែ2 2026ក៏ប៉ុន្តែបើសិនជាវាខុសវាលំអៀងអីមិនគឺយើងអាចកែវាតាមរើសតាមចិត្តយើងចង់បាទអញ្ចឹងបើសិនជាគាត់កក់ថ្ងៃហ្នឹងក៏ចូលស្នាក់នៅថ្ងៃហ្នឹងយើងគួរតែរើសយក check in sitter បាទ sitter ក៏ប៉ុន្តែយើងអាចយក booking អញ្ចឹងក៏បានដែរយើងអាចមានសិទ្ធិបដូរនៅពេលក្រោយទៀតឡើងហ្នឹងណាបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាគាត់កក់ថ្ងៃហ្នឹងឯងកន្លែង booking date នេះគាត់កក់ថ្ងៃហ្នឹងប៉ុន្តែគាត់ចូលស្នាក់នៅស្អែកមកគាត់ចូលអញ្ចឹងគឺយើងរើសយកស្អែកអញ្ចឹងវាបដូរទៅតាមហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំយក booking ថ្ងៃហ្នឹងតើទឹកភ្លើងគាត់ចូលស្នាក់នៅrecord របស់វាកុងទ័រទឹកហ្នឹងប្រហែលគីឡូវ៉ាត់ប្រហែលគីបអញ្ចឹងទៅឧទាហរណ៍10គីបrecord ភ្លើងតើវាប្រហែលបាទពេលគាត់ចូលស្នាក់នៅហ្នឹងអញ្ចឹងយើងដាក់10ដែរទៅឧទាហរណ៍អញ្ចឹងកក់តើគាត់កក់តាមវិធីអីសាច់ប្រាក់ដែលគាត់បង់ឲ្យយើងហ្នឹងទឹកប្រាក់គាត់បង់ឲ្យយើង$500នេះកក់នេះអញ្ចឹងយើងឧទាហរណ៍គាត់បង់តាម ABA Bank scan QR code អីចឹងទៅអូខេតោះមកយើងមាន seller អត់តើនរណាគេជាអ្នកណែនាំអីអញ្ចឹងបើមានក៏យើងដាក់ទៅបើអត់មានយើងបលែងចោលអញ្ចឹង seller ហ្នឹងច្បាស់ជាខ្លួនយើងអ្នកបង្កើតផ្ទាល់ហ្នឹងហើយអញ្ចឹងយើង save មកបាទទៅកន្លែងនេះយើងរើសមួយមកកុំឲ្យខុសបាទនេះអញ្ចឹងយើងរើសមកគឺយើងបានបន្ទប់ហើយបាទបានបន្ទប់ហ្នឹងជួលហើយអញ្ចឹងលេខកូដលេខជួលហ្នឹង002ឧទាហរណ៍អញ្ចឹងមកហើយមានកក់ថ្ងៃណាបាទមានការជួលហ្នឹងមួយខែប្រហែលបាទអីព័ត៌មាន detail check in check out ថ្ងៃណាអញ្ចឹងយើងដឹងព័ត៌មានអូខេបើសិនជា
យើងបកកើតហើយយើងឃើញមានកន្លែងនេះតើគាត់អាចធ្វើការ cancel ការ booking វិញអញ្ចឹងវានឹងប្រាប់យើងហ្នឹងតើការ cancel booking ហ្នឹងវាយ៉ាងម៉េចបាទវាអាចត្រឡប់ក្រោយវិញបានទេហើយតើតើនឹងការ return ទៅលើលុយកក់ហ្នឹងគឺយើងអាចចុះវានៅក្នុងចំណាយនេះយើងចុះក្នុងចំណាយបាទយើងរើសយក item មួយគឺតកតងជាមួយនឹង return ហ្នឹងប៉ុន្តែខ្ញុំនឹងធ្វើវីដេអូមួយទៀតបាទដូចគ្នាដែរឥឡូវឧទាហរណ៍ថាគាត់កក់ម្សិលមិញស្រាប់ដល់ថ្ងៃ11នេះថ្ងៃ11គាត់ត្រូវចូលស្នាក់នៅយើងចុចលើ check in បាទយើង check in មកបាទនេះគឺមានថាគាត់បានចូលស្នាក់នៅហើយបាទគាត់ចូលស្នាក់នៅអញ្ចឹងគឺប៉ុណ្ណេះទេអញ្ចឹងយើងមើលកុងត្រាយើងឃើញមានកុងត្រាបាទយើងអាច print កុងត្រាអីចឹងទៅឃើញវាប្រាប់ថាបន្ទប់លេខប្រមាណជួលមួយខែប្រមាណគឺមានស្រាប់នៅក្នុងហ្នឹងបាទអញ្ចឹងកុងត្រាខុសត្រូវយើងអាចកែបានបាទពាក្យពេចន៍នៅក្នុងហ្នឹងណាបាទហើយយើងមើលផ្នែកមួយទៀតគឺផ្នែក invoice នេះអញ្ចឹងបន្ទាប់ពីគាត់កក់តើ invoice នៅកន្លែងណាគឺនៅកន្លែងនេះអញ្ចឹងយើងឃើញមកយើងអាច print ឲ្យគាត់បានណា print receipt ឲ្យគាត់បាទចុចលើ print មកនេះយើងអាចរើសយកកន្លែងនេះ portrait មកជាក្តារបញ្ឈរបាទអញ្ចឹងកន្លែងនេះគឺវិក័យប័ត្រកក់ប្រាក់បាទយើងអាច print មកយើងរើសយក printer បាទហើយចុច print បាទចុច print បាទបកមកក្រោយវិញយើងមាន commission បាទតកតងជាមួយនឹង commission នេះវាមានការគណនារបស់វាខ្ញុំសូមនិយាយត្រួសចុះកន្លែងហ្នឹងត្រូវការលម្អិតបាទខ្ញុំនិយាយលម្អិតអញ្ចឹងមានថាការកក់ការជួលហ្នឹងគឺមាន commission វាមានបើសិនជាជួលក្រោម1ឆ្នាំបាទគឺការ commission គិតចែកជា2មានថាត្រូវបើក2ដងអញ្ចឹងត្រូវបើក2ដងហើយក្នុងករណីមួយទៀតនោះបើសិនជាគេកក់1ខែយើងយកចំនួនប្រាក់ដែលកក់ហ្នឹងគុណនឹងចំនួនខែដែលជួលបាទគុណនឹងចំនួនខែដែលជួលចែកនឹង12បាទចែកនឹង12តបមកបានយើងយកចេញជាលុយប៉ុណ្ណឹងអញ្ចឹងអានេះវាប្រែប្រួលយើងត្រូវបញ្ជាក់ទៀតតាមជាក់ស្ដែងទៅតាម condo របស់យើងនីមួយអញ្ចឹងអានេះវា system វា auto calculate ថាត្រូវបើកនៅថ្ងៃណាអញ្ចឹងបើសិនជាកក់ឧទាហរណ៍មិញកក់មួយខែអញ្ចឹងគាត់លើកទី1គាត់បាន$20នៅថ្ងៃដែលគេចូលស្នាក់នៅនឹងឯងហើយលើកទី2ខែក្រោយបន្ទាប់ពីគេបង់លុយបាទអូខេអញ្ចឹងតើតើនឹង commission ហើយមួយទៀតគឺតើតើជាមួយនឹង set up service បាទ set up service ជា default គឺវាមាន service 3គឺមានថ្លៃជួលថ្លៃទឹកថ្លៃភ្លើងបាទថ្លៃជួលថ្លៃទឹកថ្លៃភ្លើងអញ្ចឹងយើងអាចបង្កើតបន្ថែមទៀតតកតងជាមួយនឹង service item ប៉ុន្តែវាអត់យើងឃើញថាយើងមានតែ3ទេឲ្យរើសអញ្ចឹងដើម្បីបង្កើតវាបានគឺយើងត្រូវចូលមកក្នុង setting ហើយយើងមើលនៅកន្លែងមួយនោះគឺគេដាក់ថា rental service item អញ្ចឹងយើងបង្កើតបន្ថែមនៅក្នុងនេះអញ្ចឹង3នេះគឺអាចលុបអាចកែប្រែបានទេបាទអញ្ចឹងយើងបន្ថែមមកឧទាហរណ៍ថាថ្លៃបាទមានខ្មែរមានអង់គ្លេសដោយសារតែកុងត្រាយើងអាចធ្វើជាខ្មែរជាអង់គ្លេសថ្លៃចំណតឡានអីចឹងទៅចំណតឡានបាទ car parking បាទតម្លៃនេះយើងដាក់ស្មានសិនក៏បានដែរអត់បញ្ហាទេព្រោះទៅពេលដែលនោះយើងអាចបដូរវាបានបាទ sale យើងមានអីទៀតឧទាហរណ៍ថា internet បាទ internet បាទ internet $15ឧទាហរណ៍អញ្ចឹងយើងបានហើយយើងអាចចូលទៅក្នុង rental យើងវិញយើងឃើញថានេះ rental របស់យើងមិញយើងមានអាហ្នឹងអញ្ចឹងយើងចុចលើកន្លែងនេះ detail មកយើងឃើញមាន invoice មានអីមានព័ត៌មានចឹងទៀតអញ្ចឹងយើងចូលមកក្នុងផ្នែក set up service យើងអាច add មកថាអូខេឥឡូវថ្លៃចតឡានតម្លៃ$45គាត់យកតែមួយឯងបាទយក2ដាក់2បាទថ្លៃអ៊ីនធឺណិតគាត់យកតម្លៃវា$15
វាតាមជាក់ស្ដែងហ្នឹងគាត់យកទៅមួយដែរអញ្ចឹងយើងតម្លាក់វាចូលក្នុងហ្នឹងមកអញ្ចឹងបន្ទាប់ពីយើង set up អាហ្នឹងហើយយើងអាចចេញ invoice បានណាបាទយើងចេញ invoice អញ្ចឹងយើង create មក create new invoice អញ្ចឹងយើងឃើញថាមិញថ្លៃជួលយើងអត់ទាន់បានចេញ invoice ឲ្យគាត់ណាអញ្ចឹងយើងអាចចេញវាផ្គួបជាមួយនឹង service ថ្លៃ LAN ថ្លៃ internet ដោយសារ service ហ្នឹងអាចបង់មុនឧទាហរណ៍ណាអញ្ចឹងសម្រាប់ទឹកភ្លើងបើសិនជាយើងអត់មាន record ទេយើង make sure ថាយើងដាក់ total នេះ00ឬក៏ quality នេះ00បាទធ្វើម៉េចឲ្យវា00វាគុណទៅ0នេះតែបើយើងដាក់1ដាក់អីចេះច្បាស់ជាគុណទៅចេញលុយឥឡូវបាទនេះសំខាន់ unit price អីហ្នឹងយើងដាក់លុយគឺវាចេញលុយហើយអញ្ចឹង make sure ថា00បាទ quality ហ្នឹង00ដើម្បីគុណទៅឃើញ0បាទអញ្ចឹងបើ0 record នៅក្នុង system យើងវាអត់ចាប់យកទៅទេអញ្ចឹងយើង leave វា blank អញ្ចឹងទៅឲ្យវា00មកបើសិនជាអាណាដែលយើងអត់ចង់ចេញអញ្ចឹងនៅក្នុងនេះ other service ខ្ញុំឧទាហរណ៍ថាឥឡូវinternet ចំណតឡានគាត់អត់ត្រូវការទេដោយសារគាត់ជិះម៉ូតូបាទអញ្ចឹងយើងមាន internet អញ្ចឹងគាត់ត្រូវការប្រើអញ្ចឹងគាត់យកមួយហ្នឹងតម្លៃ$15ក្នុងខែហើយសរុបទៅគឺមួយហ្នឹងដដែលចំណតឡានគាត់ត្រូវការទេអញ្ចឹង quality 0ណាយើងដាក់0ដើម្បីឲ្យវាចេញ00អញ្ចឹងវាសរុបឲ្យយើងថា invoice ចេញថ្ងៃណា due date ថ្ងៃណាជាទៅយើង default យើងដាក់មួយសប្តាហ៍បាទមួយសប្តាហ៍អញ្ចឹងវា total amount ឲ្យយើងដោយសារមានថ្លៃជួល$500ហើយថ្លៃ internet $15បាទយើងមាន discount អត់ទេអញ្ចឹងអានេះយើងដាក់ថា first invoice អញ្ចឹងទៅ first invoice មានថា first rental invoice ឧទាហរណ៍ណាយើងចុច save មកបាទអញ្ចឹងគឺយើងបាន invoice មានលេខរៀងទី2ហ្នឹងមកតម្លៃប៉ុណ្ណេះបាទវាអត់ទាន់មាន VAT ទេថ្លៃនេះណាបាទអញ្ចឹង VAT បើសិនជាខាងបងត្រូវការ VAT អានោះខ្ញុំនឹងបន្ថែមសុំទោសអូខេនេះតើតើនឹងប្រាក់កក់ទេនេះប្រាក់ថ្លៃជួលបាទនេះបានថ្លៃជួលបាទយើងឃើញលេខកូដវាបើតែ0102ក៏ប៉ុន្តែខាងនេះគឺ invoice អានេះគឺ booking ទេសម្រាប់ booking ទេលេខកូដរបស់ booking ទេណាបាទគឺលេខកូដនេះទេដោយសារវាទីនេះគឺសម្រាប់ booking គាត់កក់លុយកក់ណា deposit របស់គាត់ទេប៉ុន្តែអានេះគឺជា invoice បាទ invoice អញ្ចឹង invoice វាគិត VAT ដែរណាបើសិនជាបងអត់ត្រូវការ VAT អាហ្នឹងចាំបងប្រាប់មកខ្ញុំវិញខ្ញុំអាចដកចេញវិញបានអូខេអញ្ចឹងយើងអាចមើល status គឺ unpaid អញ្ចឹងបន្ទាប់ពីគាត់បង់លុយយើងអាចគាត់មកបង់លុយយើងចុច payment មកអញ្ចឹង payment តាមវិធីសាស្ត្រណាឧទាហរណ៍ថា ACDA ទៀតចុះបាទឬក៏ ABA បាទយើងចុច sale មកយើងអាចមាន note យើង note មកអញ្ចឹងពេលហ្នឹងមានថាគាត់បានបង់ប្រាក់រួចហើយយើងអាច print receipt ប៉ុន្តែមុនហ្នឹងក៏មានវិក័យប័ត្រមួយដែរបាទយើងអាច print វិក័យប័ត្រមុនពេលដែលគាត់បង់លុយឲ្យយើងហ្នឹងក៏យើងអាចចេញឲ្យគាត់ចឹងដែរអញ្ចឹងនេះគឺជាទម្រង់វិក័យប័ត្រអញ្ចឹងបើមានការ custom យ៉ាងណាបងអាចប្រាប់មកយើងអាចធ្វើការកែប្រែជូនបានអញ្ចឹងវានេះយើងធ្វើតាមតែក្រសួងដែរទេអញ្ចឹងយើងមានលេខទាំងលេខអត្តសញ្ញាណប័ណ្ណវត្តយើងសម្រាប់អតិថិជនមានអត្តសញ្ញាណប័ណ្ណវត្តអីដែរនេះណាអញ្ចឹងគឺយើងមានព័ត៌មានទាំងអស់ហ្នឹងហើយយើងមានអាក 10% total អាកបញ្ចុះតម្លៃ grand total ជាសាច់ប្រាក់សំទោសជាដុល្លារជាអត្រាប្តូរប្រាក់ជារៀល grand total ជារៀលអញ្ចឹងទៅហើយគាត់បង់ប្រាក់តាមណាតាម AMA អញ្ចឹងកន្លែងបានបង់ប្រាក់នេះកាលណា invoice ដែលគាត់បង់ប្រាក់រួចរាល់គឺវាចេញ payment method តែបើគាត់អត់ទាន់បង់ទេវាអត់មាន payment method នេះទេបាទអញ្ចឹងយើងអាចចុច print មកបាទចុច print មកចេញជា invoice ឲ្យគាត់ដែរបាទអូខេអញ្ចឹងគិតថាប៉ុណ្នេះគ្រប់គ្រាន់ដែលបងអាចបង្កើតទៅលើការជួលបានហើយអញ្ចឹងសួរថាពេលដែលគេដល់ថ្ងៃត្រូវចេញហើយយើងធ្វើម៉េចគឺយើងចុច check out បាទយើងចុច check out បាទអញ្ចឹងពេលដែល check out ហ្នឹងវាប្រាប់យើងថា action ហ្នឹងអត់អាចត្រឡប់ក្រោយបានទេយើងត្រូវការបាទទៅចុចហើយអញ្ចឹងបន្ទាប់ពីយើង check out បើសិនជាយើងត្រូវការ return ទៅលើនេះលុយកក់វិញគឺយើងត្រូវចុះវានៅក្នុងចំណាយ function ចំណាយបាទអញ្ចឹងឬក៏ដូចគ្នាដែរគាត់ជួលបានមួយខែពីរខែគាត់ terminate ឬក៏អីគឺស្តៀងគ្នាទេពីរហ្នឹងណាពីរហ្នឹងគឺដូចគ្នាទេប៉ុន្តែក្នុងន័យនេះបើសិនគាត់ជួលផ្សេងអីចឹងទៅ
យើងធ្វើទៅវាខុសបន្ទប់ខុសអីឬក៏ត្រូវការគាត់អត់មកនេះទេគឺ terminate ឬក៏ check out មួយណាក៏បានដែរតែបើសិនជាវានៅអត់ទាន់ check in ទេហើយគាត់សុំ terminate មកក៏យើង terminate ចោលតែម្ដងប្រសេសពីរហ្នឹងដូចគ្នាយើងត្រូវចុះចំណាយ return ទៅលើdeposit របស់គាត់អញ្ចឹងបើសិនយើងត្រូវការ return យើងទៅចុះក្នុងចំណាយទៅអញ្ចឹងខ្ញុំឧទាហរណ៍មួយសិនថាឥឡូវគាត់ check out ចុះអញ្ចឹងយើងចុច check out បាទ check out អញ្ចឹងបន្ទប់មួយហ្នឹងគឺបាន check out ហើយបើយើងទៅមើលនៅក្នុងនេះវានឹងប្រាប់យើងថាបាន check out ហើយបាទបាន check out អញ្ចឹងបន្ទាប់ពីយើងធ្វើការ check out រួចបើសិនជាមានការ return deposit គឺយើងចុចលើ expense ហើយចុច create បាទយើងយក project មួយណា property បាទមួយណាបាទបន្ទាប់មកគឺ supplier យើងអាចអត់មានថ្ងៃណាតើយើង return ថ្ងៃណាបាទហើយអូខេថ្ងៃ2ហ្នឹងបើវាអាចដូចគ្នា reference យើងអាចដាក់លេខកូដរបស់នេះមិញហ្នឹងយើងអាច copy វាមកឧទាហរណ៍សិនទេណាយើងដាក់លេខកូដរបស់បន្ទប់មិញហ្នឹងលេខកូដរបស់ rental មិញហ្នឹងបន្ទាប់មកយើង return ប្រមាណឧទាហរណ៍ណាឧទាហរណ៍គាត់ terminate យើងពិន័យបង់វិញតែ 50% អញ្ចឹង250អូខេហើយប្រភេទជា return យើងយកអាទី1នេះ return deposit ហ្នឹងបាទ return deposit តមក payment ឲ្យគាត់តាមវិធីសាស្ត្រអីជា cash អូខេយើងរក្សាទុកអញ្ចឹងវាចុះជាចំណាយរួចរាល់បាទ item របស់យើងគឺដកថ្លៃកក់ត្រឡប់ទៅអតិថិជនវិញបាទអញ្ចឹងយើងអាចធ្វើវាបានហើយតកតងជាមួយនឹងលម្អិតexpand នេះខ្ញុំនឹងថែមទៀតដោយសារការធ្វើ expand វាមានប្រភេទរបស់វាតើយើង add ប្រភេទវានៅកន្លែងណាបាទ